សុបិនអាមេរិកនឹងត្រូវយកទៅកប់ក្នុងភ្នូអ៊ីរ៉ង់តបតវិញយ៉ាងដាច់អហង្ការចំពោះសម្ពាធឲ្យចុះចាញ់ដោយគ្មានលក្ខខណ្ឌស្ថានភាពសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកំពុងតែតានតឹងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានប្រកាសថាការបញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់អាចកើតឡើងបានលុះត្រាតែអ៊ីរ៉ង់ព្រមចុះចាញ់ដោយគ្មានលក្ខខណ្ឌប៉ុណ្ណោះក្នុងការផ្ដល់បទសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោកក៏បាននិយាយថាមេដឹកនាំថ្មីដែលនឹងស្នងតំណែងបន្ទាប់ពីមេដឹកនាំកំពូលអ៊ីរ៉ង់លោកអាលីខាមេនីគួរតែជាមនុស្សដែលអាចកសាងទំនាក់ទំនងល្អជាមួយអាមេរិកនិងអ៊ីស្រាអែលប៉ុន្តែប្រធានាធិបតីអ៊ីរ៉ង់លោកម៉ាស៊ូត ពេសេគៀនបានឆ្លើយតបយ៉ាងតឹងរ៉ឹងអ៊ីរ៉ង់នឹងមិនចុះចាញ់ឡើយហើយបាននិយាយថាយកសុបិនរបស់អាមេរិកដែលចង់ឲ្យអ៊ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌនោះទៅកប់ក្នុងភ្នូនេះបើយោងតាមកាសែត The Time of Israel ដែលបានចុះផ្សាយនៅថ្ងៃទី7 ខែមីនានេះការប្រយុទ្ធបានបន្តខ្លាំងឡើងខណៈកងកម្លាំងអាមេរិកនិងអ៊ីស្រាអែលបានបើកការវាយប្រហារលើទីតាំងផលិតអាវុធនិងរោងចក្រមីស៊ីលនៅទីក្រុងថេរ៉ាន់របាយការណ៍បានបញ្ជាក់ថាគោលដៅជាង300កន្លែងត្រូវបានវាយប្រហាររួចមកហើយនៅពេលដូចគ្នាអ៊ីរ៉ង់បានបន្តការវាយប្រហារសងសឹកដោយប្រើយន្តហោះគ្មានមនុស្សបាតនិងមីស៊ីលទៅតំបន់មួយចំនួនក្នុងប្រទេសមជ្ឈិមបូព៌ារួមទាំងសហព័ន្ធអារ៉ាប់រួមផងដែរប៉ុន្តែការវាយប្រហារមួយចំនួនត្រូវបានប្រព័ន្ធការពារអាកាសទប់ស្កាត់ទន្ទឹមនឹងនេះយោងតាមសារព័ត៌មាន Bloomberg បានរាយការណ៍ថាអារ៉ាប៊ីសាអូឌីតកំពុងព្យាយាមធ្វើការទំនាក់ទំនងជាមួយនឹងអ៊ីរ៉ង់ដោយសម្ងាត់ដើម្បីស្វែងរកលទ្ធភាពចម្បាញ់ប៉ុន្តែរហូតមកដល់ពេលនេះសញ្ញានៃការបញ្ចប់សង្គ្រាមនៅតែមិនច្បាស់ជម្លោះនេះក៏កំពុងបង្កឲ្យមានការព្រួយបារម្ភជុំវិញពិភពលោកដោយសារតែតម្លៃប្រេងកំពុងកើនឡើងនិងអាចប៉ះពាល់ដល់សេដ្ឋកិច្ចសកល